ប្អូនទាំងអស់គ្នាជំរាបសួរគ្នាយើងសង្ឃឹមថាសុខសប្បាយសម្រាប់បាន2ថ្ងៃហើយខ្ញុំសង្ឃឹមថាបងប្អូនខ្លះក៏កំពុងតែនៅតាមបណ្ដាខេត្តហើយបងប្អូនខ្លះក៏នៅទីក្រុងភ្នំពេញដើម្បីបន្តការងារជាមួយនឹងការងារ full time ក៏ដូចជាការងារ part time ប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបានសុវត្ថិភាពរួមទាំងសុខភាពល្អទាំងអស់គ្នាផងដែរក្នុងថ្ងៃនេះខ្ញុំមានប្រធានបទសំខាន់ដែលចង់ចែករំលែកទៅកាន់យុវជនដែលតាក់ទងទៅនឹងការចូលរួមសិក្ខាសាលាក៏ដូចជាការរួមការងារស្ម័គ្រចិត្តឬក៏គេហៅថា social working ឬក៏គេហៅថាការងារសង្គមរបស់យើងតាមពិតទៅជារឿងធម្មតានៅពេលដែលយើងនិយាយថាការងារណាដែលយើងចំណាយពេលទៅមិនថាខ្ញុំមិនថាបងប្អូនទេឲ្យតែចំណាយពេលរបស់យើងទៅយើងចាំបាញ់គេហៅថាថវិកាឬក៏ចំណាយពេលវេលាទៅយើងទទួលបាន benefit អីមួយនៅអត់ពិតជារឿងចាំបាច់មែនតើដែលពីខ្ញុំគិតថាខ្ញុំក៏ដូចគ្នាដែរខ្ញុំក៏ជាយុវជនម្នាក់ដែលគិតអំពីពេលវេលាសំខាន់មែនតើអញ្ចឹងនៅពេលដែលខ្ញុំអត់បានយល់ដឹងអំពីថាតើការចូលរួមសិក្ខាសាលាហ្នឹងការចូលរួមការងារស្ម័គ្រចិត្តហ្នឹងការចូលរួមទៅជាមួយនឹងការងារសង្គមហ្នឹងពិតជាចាំបាច់ទេសម្រាប់ខ្ញុំអ្នកទាំងអស់គ្នាមិនបាច់ចាំឆ្លើយទេខ្ញុំដឹងថាអ្នកទាំងអស់គ្នានិយាយថា yes ហើយមានអ្នកចាំបាច់ហើយប៉ុន្តែបើសិនជាសួរថាតើវាចាំបាច់ឬក៏វាមានសារៈសំខាន់សម្រាប់បងអូនអ្វីខ្លះអ្នកទាំងគ្នានឹងមានចម្ងល់ហើយទៅហ្នឹងនឹងមានសួរមកថាមានចាំបាច់អីខ្លះទៅហើយយើងត្រូវធ្វើយ៉ាងម៉េចទៅទទួលបានប្រយោជន៍អីខ្លះអំពីការងារទាំងអស់នោះព្រោះតែការងារទាំងអស់នោះកម្រនឹងបានថវិកាណាស់ឬក៏អាចនឹងមានbonusតិចតួចសម្រាប់បងប្អូនដើម្បីជាជំនួយនៃលើកទឹកចិត្តតែប៉ុណ្្នឹងឯងវាអាចមិនគ្រប់គ្រាន់សម្រាប់ដូចយើងទៅធ្វើការងារ full time ទេអូខេប៉ុន្តែខ្ញុំលើកទឹកចិត្តសម្រាប់យុវជនដែលកំពុងតែបន្តនៅក្នុងសាកលវិទ្យាល័យខ្លាំងមែនតើសម្រាប់ការចូលរួមសិក្ខាសាលាក៏ដូចជាការងារសង្គមណាមិនការងារសង្គមមិនមែនតើសង្គមទៅជួយសង្គមអីវាមានការងារច្រើនបែបច្រើនស្ថានទៀតណាយើងបែងចែកតាមនោះទៅអញ្ចឹងនៅក្នុងចំណុចទី1ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងថាកាលណាយើងចូលរួមនៅសកម្មភាពទាំងអស់នោះបងប្អូននឹងទទួលបានចំណេះដឹងនិងជំនាញថ្មីតាមដងហើយđâyបានខ្ញុំនិយាយថាបងប្អូននៅពេលដែលចូលរួមសិក្ខាសាលាក៏ចូលការងារស្ម័គ្រចិត្តបងប្អូននឹងទទួលបានចំណេះដឹងនិងជំនាញថ្មីបងប្អូនត្រូវចាំថានៅវគ្គសិក្ខាសាលាមួយគេតែងតែមានគោលបំណងណាចង់តែឲ្យយុវជនបានអីគេចង់បានផលពីអីនៅក្នុងការចូលរួមសិក្ខាសាលានោះហើយចង់បញ្ជ្រាបអីទៅដល់យុវជនហើយជាទូទៅការងារស្ម័គ្រចិត្តឬក៏ការងារសង្គមដូចគ្នាតើជួយយើងផ្ដល់ impact ទៅអីគេ impact ទៅដល់សង្គមមិនខ្លះហើយយើងជាអ្នកដែលចូលរួមហ្នឹងយើងទទួលបានអីខ្លះមកវិញចំណុចទាំងអស់នេះសិតតែគេមាននៅក្នុងសិក្ខាសាលាហើយឬក៏ការងារសង្គមណាដែលយើងត្រូវតែឆ្លិចរកវាបើសិនជាគេមិនបង្ហាញក៏យើងព្យាយាមស្វែងរកវាដោយខ្លួនផ្ទាល់ណានេះជាចំណុចដែលយុវជនយើងគួរតែដឹងចំណុចទី1ខ្ញុំផ្ដោតសំខាន់លើចំណេះដឹងនិងជំនាញថ្មីដែលសារតែយើងដឹងស្រាប់ហើយដល់ពេលយើងចូលរួមបាននៅក្នុងវគ្គសិក្សាឬក៏សិក្ខាសាលាណាមួយវាតែងតែមានអីទំនើបកម្មអីផ្សេងៗដែលកម្រកំហើញណាយើងអាចស្ដាប់ទៅយើងទទួលបាននិងយកបោះពង្រឹងសមត្ថភាពខ្លួនឯងត្រូវអត់នៅក្នុងចំណុចទី2ខ្ញុំចង់ផ្ដោតសំខាន់ថាវាអាចនឹងជួយឲ្យបងប្អូនទាំងអស់គ្នាមានទំនាក់ទំនងកាន់តែល្អប្រសើរគេឬក៏គេហៅថាបង្កើន networking របស់យើងឬក៏គេហៅ networking ហ្នឹងណាដែលបងប្អូនទាំងអស់គ្នាថាតើខ្ញុំឯកាណាខ្ញុំអត់សូវមានកម្លាំងចិត្តនៅក្នុងការបន្តដំណើររបស់ខ្ញុំទេខ្ញុំខ្វះខាតនេះខ្វះខាតនោះខ្ញុំអត់មានលទ្ធភាពនៅក្នុងការបង្កើតទំនាក់ទំនងឬក៏តតែបងប្អូនមួយចំនួនថាតទៅមើល movie បន្ទាប់មានទំនាក់ទំនងល្អតបណ្ដាញតំណែងតំណងតបងប្អូនទៅ walk street ឬក៏ទៅ entertain កន្លែងណាមួយទៅអាចមានកន្លែងតាក់ទងបានតែពិតវាមិនមែនទេណាបងប្អូនណាកន្លែង entertain ផ្សេងៗណានឹងទៅតាក់ទងសម្រាប់សប្បាយរីករាយកាត់ stress តែប៉ុណ្្នឹងទៅអញ្ចឹងបើសិនជាយើង networking កន្លែងនេះយើងចង់បានន័យថាយើងអាចមានឱកាសជួបជុំនៅមនុស្សថ្មីជាធម្មតានៅពេលដែលយើងធ្វើការងារសង្គមឬក៏ internship ហ្នឹងសំទោស volunteer ហ្នឹងវាប្រកាសជានៅក្នុងផ្នែកទាំងអស់ហ្នឹងឯងអញ្ចឹងនៅពេលនោះបងអូននឹងមានទាំងអ្នកដែលលើកទឹកចិត្តបងអូនឲ្យជំរុញបងអូននៅធ្វើកិច្ចការអីមួយហើយបងប្អូននឹងអាចនឹងបង្កើតស្គាល់មនុស្សដែលគាត់មានឋានៈខ្ពស់ដែលមានចំណេះដឹងកាន់តែល្អប្រសើរពាក្យពេចន៍ការនិយាយស្ដីការគិតអីផ្សេងៗគឺបែបជាមនុស្សដែលយើងភាពជាអ្នកដឹកនាំ
ខ្ញុំនឹងអាចឃើញថាទម្រង់មួយនេះតាមរយៈការដែលខ្ញុំធ្វើសកម្មភាពផ្ទាល់ខ្លួនឯងខ្ញុំពិសោធន៍ខ្លួនឯងជាក់ស្ដែងតែម្ដងណាអានេះខ្ញុំឃើញពិតមែនដែលការដែលខ្ញុំធ្វើជាអ្នក volunteer ខ្ញុំទទួល